សួស្តីបងប្អូនទាំងអស់គ្នាមានសុភាសិតមួយបានចែងថាទ្រព្យសម្បត្តិដែលបានដោយការមិនគួរគប្បីនោះនឹងខ្ជះខ្ជាយទៅតែអ្នកណាដែលសន្សំដោយប្រឹងប្រែងនោះនឹងបានចម្រើនកើនឡើងខ្ញុំសូមអានម្ដងទៀតទ្រព្យសម្បត្តិដែលបានដោយការមិនគួរគប្បីនោះនឹងខ្ជះខ្ជាយទៅតែអ្នកណាដែលសន្សំដោយប្រឹងប្រែងនោះនឹងបានចម្រើនកើនឡើងការនេះបានបង្ហាញថាទ្រព្យសម្បត្តិឬក៏លុយកាក់របស់របរណាដែលបានមកដោយខុសច្បាប់ឬក៏ទុច្ចរិតនោះវានឹងបាត់ទៅវិញបាទផ្ទុយទៅវិញអ្នកណាដែលខំសន្សំទោះបីតិចតួចប៉ុន្តែជារៀងរាល់ថ្ងៃដោយមានស្ថិរភាពនោះនឹងបានចម្រើនកើនឡើងសុភាសិតនេះបានលើកទឹកចិត្តឲ្យអ្នកស្ដាប់ឬក៏អ្នកអានបាទកុំរកប្រាក់កម្រៃឬក៏ទ្រព្យសម្បត្តិដោយផ្លូវកាត់ប៉ុន្តែដោយការខិតខំសន្សំវិញបាទការសន្សំគឺមានសារៈសំខាន់ហើយជាការដែលយើងជាពិសេសយុវជននិស្សិតសិស្សត្រូវធ្វើគឺរៀនសន្សំគឺនឹងបានចម្រើនកើនឡើងបើបងប្អូនយល់ស្របសូមខមមិននៅខាងក្រោមវីដេអូនេះ